ឥឡូវយើងមើលលំហាត់ទី3ទាំងអស់គ្នាអញ្ចឹងលំហាត់ទី3គេថា you are an IoT engineer working on smart environment ហើយទៅគេថា your task is design a program ដែលទទួលយក input temperature វាយូអញ្ចឹងនេះគេថា input temperature វាយូអញ្ចឹងគាត់ឃើញប៉ុណ្ណឹងយើងអាចគ្រាន់ដាក់ថា timer ស្មើគេ int នៃ input បើកមុខកញ្ចក់ input ហើយទៅយើងអាចដាក់ថា enter temperature temperature value ហើយមកគេថា if the temperature is above 30គឺ consider អីគេ hot បើសិនជាtemperature ហ្នឹងនៅក្រោម20និង30អីគេវិញ consider as warm ហើយបើសិនជា below 20គឺ consider cold ឥឡូវយើងមកមើលក្នុងនេះអញ្ចឹងលើកនេះខ្ញុំនឹងគូជាលក្ខណៈ flow chart ឲ្យអ្នកនរគ្នាស្រួលមើលណាចឹងយើងចូលដំបូងឡើយគេឲ្យយើង input value ទៅអត់ចឹងនេះខ្ញុំជា step ដំបូងរបស់ខ្ញុំគឺ input value ចឹងបន្ទាប់ពីគេ input value ហើយដល់ហើយនេះយើងត្រូវបែងចែកទៅអត់យើងត្រូវបែងចែកថាយើងមានទាំងអស់ប៉ុន្មាន3ករណីយើងអាចដាក់ថាទី1គឺយើងអាចថា value ហ្នឹងថ្មី value ហ្នឹងធំជាង30 degree អត់ត្រូវទេបើសិនជា yes យើងកាត់មានអីកាត់ឡើង yes យើង output មកយើងអាចថា print hot ចឹងមកប៉ុណ្ណាចឹងបើសិនជា no ធ្វើម៉េចតែ no ហ្នឹងក៏មានលក្ខខណ្ឌណាព្រោះ no លក្ខខណ្ឌហ្នឹងគឺអាចថា20តូចជាងឬស្មើvalue ហើយតូចជាងឬស្មើតូចជាងឬស្មើ30អញ្ចឹងកន្លែងហ្នឹងគឺ consider ថាគេ print warm ត្រូវអត់ចុះលក្ខខណ្ឌមួយទៀត no ដែរគឺតូចជាង20ត្រូវអត់អញ្ចឹងអានេះយើងអាចប្រើ else មកបើក្រៅពីហ្នឹងគឺ else ហើយអញ្ចឹង else គឺ print cold បើកវងកញ្ចក់អានេះគឺតូចជាង20 degree អូខេចា៎ហ្នឹងគឺជា flow chart របស់ខ្ញុំអញ្ចឹងយើងមាន3ករណីនេះករណីទី1នេះករណីទី2ហើយនេះករណីទី3អូខេចា៎ឥឡូវយើងចូលមកការសរសេរកូដអញ្ចឹងខ្ញុំអាចដាក់បានថា if time របស់ខ្ញុំហ្នឹងធំជាងធំជាងប៉ុន្មានធំជាង30អញ្ចឹង print អីគេមក print hot ចឹងមកថតចុះបើសិនជាដោយសារលើកនេះយើងមានមួយករណីយើងមាន3ករណីអញ្ចឹងយើងត្រូវមាន elif មួយទៀត elif time ត្រូវតែធំជាងឬស្មើ20ហើយទៅដោយសារតែមួយទៀតវាតូចជាងដែរអត់តូចជាងមែន and time របស់យើងនឹងត្រូវតែតូចជាងឬស្មើ30ចា៎ហ្នឹងយើងធ្វើអីចឹងមកប៉ុណ្ណាហើយចុងក្រោយគឺ else ក្រោមនឹងទាំងអស់យើងត្រូវធ្វើគេយើងត្រូវប្រាប់គេថា hot អីចឹងមកតោះនេះ